រូបមន្តស៊ុប8មុខដែលក្មេងគួរតែញ៉ាំក្នុងរដូវផ្ការីកដើម្បីជួយឲ្យលូតកម្ពស់មុខចុងក្រោយគឺឆ្ងាញ់ខ្លាំងរហូតដល់ហោះបានតែម្ដងពេលធ្វើស៊ុបឆ្អឹងជំនីជ្រូកកុំអាលដាក់ចូលឆ្នាំងភ្លាមបន្ថែមជំហានមួយនេះពេលស្រុះទឹកវានឹងធ្វើឲ្យឆ្អឹងជំនីឆ្អិនទៅមានជាតិទន់ល្មើយដូចជាតៅហ៊ូអញ្ចឹងយកឆ្អឹងជំនីដែលមានសាច់ល្អមករួចរោយអំបិលបន្តិចរួចប្រើដៃស្ដាំច្របល់ឲ្យសព្វធ្វើបែបនេះមិនត្រឹមតែជួយឲ្យសាច់ទន់ទេថែមទាំងអាចលាងជម្រះឈាមកខាងក្នុងបានយ៉ាងងាយស្រួលដែលវាជាប្រភពនៃក្លិនឆ្អាបបន្ទាប់មកដាក់ចូលក្នុងឆ្នាំងទឹកត្រជាក់រួចបន្ថែមស្រាចម្អិនម្ហូបដើម្បីបំបត្តិក្លិនឆ្អាបពេលស្រុះទឹកឆ្អិនហើយស្រង់វាចេញរួចដាក់ចូលក្នុងឆ្នាំងដីសាជាថ្មីបន្ថែមសារាយសមុទ្រដែលលាងស្អាតមួយក្តាប់ពោតបន្តិចនិងបើមានលក្ខខណ្ឌគួរថែមទឹកស្អាតឲ្យបានច្រើនបន្ទាប់មកគ្របដបទឹករំងាស់លើភ្លើងតិចរយៈពេល40នាទីថែមអំបិលនិងម្រេចបន្តិចដើម្បីរករសជាតិវានឹងជះក្លិនឈ្ងុយប្រហើរមានអាជីរ៉ុសនិងជីវជាតិខ្ពស់រសជាតិផ្អែមស្រទន់បែបនេះទាំងមនុស្សធំនិងក្មេងសុទ្ធតែចូលចិត្តញ៉ាំមុខទី2គឺមានមនុស្សជាច្រើនមិនទាន់ដឹងនៅឡើយទេនៅក្នុងរដូវកាលនេះត្រូវតែធ្វើស៊ុបនេះឲ្យក្រុមគ្រួសារញ៉ាំឲ្យបានច្រើននេះជារូបមន្តដែលចែករំលែកដោយគ្រូពេទ្យចិនបុរាណម្នាក់វិធីធ្វើគឺងាយស្រួលហើយមានជីវជាតិខ្ពស់ខ្លាំងណាស់កុំភ្លេចស្រទុកសេវណាបកសំបកកនងរួចហាន់ជាដុំឲ្យប៉ុនគ្នាដើម្បីកុំឲ្យនងបដូរពណ៌ទៅជាខ្មៅត្រូវតែត្រាំវាក្នុងទឹកអំបិលត្រាំវាមួយសន្ទុះរួចកិនសំបកអាម៉ត់ទុកមួយឡែកដាក់ប្រេងឲ្យក្តៅក្នុងឆ្នាំងរួចចាក់ស៊ុប3គ្រាប់ចូលចៀនលើភ្លើងតិចឲ្យឡើងពណ៌លឿងទុំទាំងសងខាងរួចស្រង់ដាក់លើជ្រេងហាន់វាជាដុំធំតូចតាមចិត្តមិនបាច់លាងឆ្នាំងទេដាក់នងចូលរួចឆាលើភ្លើងខ្លាំងឲ្យនងឆ្អិនល្មមមនុស្សមួយចំនួនចូលចិត្តមើលវីដេអូស្ងាត់ប៉ុន្តែពួកគេនឹងចុចបេះដូងក្រហមតូចមួយដើម្បីលើកទឹកចិត្តនិងគាំទ្រដោយស្ងៀមស្ងាត់មនុស្សបែបនេះគឺគួរឲ្យស្រឡាញ់បំផុតសូមអរគុណខ្លាំងណាស់បន្ទាប់មកចាក់ស៊ុតចូលបើមានលក្ខខណ្ឌត្រូវតែចាក់ទឹកពុះចូលដើម្បីរក្សាជីវជាតិរបស់វារួចរំងាស់លើភ្លើងខ្លាំងរយៈពេល2នាទីហើយដាក់ដីបំពង់ហ្វូភីមួយក្តាប់ចូលរួចដាក់សាច់ជ្រូកស្រស់បន្តិចស្ងោរលើភ្លើងខ្លាំង2នាទីទៀតសម្រុះជាតិដោយដាក់អំបិលនិងប៊ីចេងរុំសាវស៊ុបមាន់ចុងក្រោយរោយស្លឹកខ្ទឹមនិងគ្រាប់កូកូសឺប៊ឺរីបន្តិចស៊ុបបំណងដីបំពង់ដ៏ឈ្ងុយឆ្ងាញ់និងមានជីវជាតិគឺរួចរាល់ហើយទឹកស៊ុបមានអាជីរ៉ុសឈ្ងុយឆ្ងាញ់និងមានជីវជាតិខ្ពស់អ្នកក៏គួរតែធ្វើវាឲ្យក្រុមគ្រួសារញ៉ាំដែរទៅមុខទី3កូនរបស់ខ្ញុំអាយុ15ឆ្នាំហើយប៉ុន្តែនៅតែនោមដាក់កម្រាលពុកញឹកញាប់ដូច្នេះរាល់សប្តាហ៍ខ្ញុំតែងតែធ្វើស៊ុបក្រពះជ្រូកញ៉ាំជាមួយសាច់មាន់នេះឲ្យគេញ៉ាំយកក្រពះជ្រូកស្រស់មកលាងជាមួយអំបិលទឹកខ្មេះនិងម្សៅមីដែលវិធីនេះអាចលាងជម្រះជាតិរំអិលនិងភាពកខ្វក់បានយ៉ាងងាយស្រួលបន្ទាប់មកប្រែក្រឡាប់វាដើម្បីកាត់ខ្លាញ់ចេញរួចលាងទឹកស្អាត2ដងទៀតដាក់ចូលក្នុងឆ្នាំងទឹកត្រជាក់បន្ថែមបន្ទះខ្ញីនិងស្រាចម្អិនម្ហូបស្ងោររយៈពេល2នាទីរួចស្រង់ចេញមកហាន់ជាសរសៃដាក់ប្រេងឲ្យក្តៅរួចដាក់បន្ទះខ្ញីក្រពះជ្រូកដែលហាន់រួចនិងម្រេចម៉ត់បន្តិចឆាលើភ្លើងខ្លាំងឲ្យឈ្ងុយរាល់ថ្ងៃខ្ញុំតែងតែចែករំលែកមុខម្ហូបប្រចាំគ្រួសារងាយសូមអ្នករាល់គ្នាចុច follow ខ្ញុំម្នាក់មួយផងដើម្បីថ្ងៃក្រោយចង់ធ្វើហើយធ្វើមិនកើតអាចស្វែងរកខ្ញុំឃើញភ្លាមបន្ទាប់មកចាក់ទឹកពុះចូលរួចបន្ថែមល្មៀតក្រហមហុងសៀវយិនសិនតាំងសិននិងគ្រាប់ឈូកគ្រប់ដបទឹកហើយរំងាស់កន្លះម៉ោងបន្ទាប់មកដាក់សាច់មាន់ចូលរំងាស់2 concert 0នាទីទៀតចុងក្រោយថែមអំបិលដើម្បីដករសជាតិនិងរោយគ្រាប់កូជីកាស្រេចស៊ុបក្រពះជ្រូកចម្អិនជាមួយសាច់មាន់ដែលធ្វើតាមវិធីនេះគឺឆ្ងាញ់ជាងនៅហាងទៅទៀតមុខទី4បើផ្ទះមានក្មេងត្រូវតែសាកល្បងធ្វើស៊ុបបន្លែផ្សិតនេះទឹកស៊ុបមានរសជាតិជូរអែមបើពោះវៀននឹងឆ្ងាញ់ជាងសាច់និងត្រីទៅទៀតជាដំបូងយកប៉េងប៉ោះដែលបកសម្បករួចថែមអំបិលបន្តិចដើម្បីឲ្យប៉េងប៉ោះចេញទឹកបានលឿនបន្ទាប់មកចាក់ទឹកពុះចូលក្នុងបរិមាណសមល្មមដាក់ផ្សិតក្រអូបផ្សិតរំចូលតៅហ៊ូទន់ទឹកស៊ីអ៊ីវនិងម្រេចម៉ត់ដើម្បីផ្សំរសជាតិស្ងោរ2នាទីបន្ទាប់មកចាក់ទឹកម្សៅឆ្អិនពាក់កណ្ដាលចានដើម្បីឲ្យខាប់រួចចាក់ស៊ុតដែលវារួច3គ្រាប់ចូលពេលពុះហើយដាក់ជីរវ៉ាន់ស៊ុយនិងប្រេងឡងបន្តិចជាការស្រេចប្រញាប់ស៊ើបទុករួចធ្វើភ្លាមទៅមុខទី5ក្នុងរដូវផ្ការីកត្រូវតែធ្វើស៊ុបស្រស់3មុខស៊ុបសានសៀននេះឲ្យកូនញ៉ាំឲ្យបានច្រើនវាមានអាជីរ៉ុសឈ្ងុយឆ្ងាញ់និងមានជីវជាតិដាក់ប្រេងក្នុងឆ្នាំងឲ្យក្តៅរួចចាក់ស៊ុត4គ្រាប់ចូលចៀនឲ្យឡើងពណ៌លឿងទុំទាំងសងខាងរួចកិនឲ្យបែកបន្ទាប់មកចាក់ទឹកពុះកម្រិត108ដឺក្រាចូលភ្លាមបើភ្លើងខ្លាំងរំងាស់2នាទីនោះអ្នកនឹងទទួលបានទឹកស៊ុបពណ៌ស្ដូចទឹកដោះគោបន្ទាប់មកដាក់ផ្សិតក្រអូបផ្សិតរំចូលតៅហ៊ូដែលហាន់រួចនិងសាច់បង្គាដែលចៀនឆ្អិនគ្រប់ឆ្នាំងរំងាស់3នាទីកាបសម្រស់ជាតិគ្រាន់តែថែមអំបិលបន្តិចចុងក្រោយរោយស្លឹកខ្ទឹមនិងគ្រាប់ទឹកស៊ុបមានរសជាតិឈ្ងុយឆ្ងាញ់និងមានជីវជាតិខ្ពស់អ្នកក៏ប្រញាប់សេពទុករួចធ្វើវាទៅមុខទី6មនុស្សជាច្រើនសួរខ្ញុំថាហេតុអ្វីបានជាកូនប្រុសរបស់ខ្ញុំអាយុទើបតែ13ឆ្នាំតែមានកម្ពស់ដល់ទៅ1.7 ម៉ែត្រនោះគឺដោយសារតែក្នុងមួយសប្តាហ៍ខ្ញុំតែងតែធ្វើស៊ុបដំឡូងឈាមមាន់សានយើជាមួយប្រហិតសាច់ឲ្យគេញ៉ាំ2ដងណែនាំឲ្យសេពទុកណាជាដំបូងយកដំឡូងសានយើមកចិញ្ច្រាំឲ្យម៉ត់រួចដាក់ចូលក្នុងសាច់ជ្រូកចិញ្ច្រាំថែមស្លឹកខ្ទឹមអំបិលម្រេចម៉ត់ប៊ីចេងបន្តិចនិងស៊ុតមាន់មេមួយគ្រាប់ព្រមទាំងម្សៅឆាមួយស្លាបព្រាមិត្តភ័ក្តិដែលស្រឡាញ់អនាម័យអាចពាក់ស្រោមដៃរួចច្របល់ឲ្យចូលគ្នាសព្វល្អដឹងខ្លួនឡើងខ្ញុំបានចែករំលែកមុខម្ហូបប្រចាំគ្រួសាររាប់រយមុខទៅហើយប៉ុន្តែអ្នកនៅមិនទាន់ដែលឲ្យបេះដូងក្រហមតូចមួយដល់ខ្ញុំនៅឡើយទេនៅក្នុងផ្ទះមានប្អូនស្រី3នាក់ត្រូវរៀនមហាវិទ្យាល័យសម្ពាធពិតជាធំធេងណាស់វីដេអូថ្ងៃនេះសូមអ្នកជួយចុចបេះដូងក្រហមតូចមួយដែលមិនគិតថ្លៃដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំផងណា
សូមអរគុណខ្លាំងណាស់ពេលនេះយើងមកត្រាំសារាយសមុទ្រ Kanye K បន្តិចដោយប្រើទឹកត្រជាក់ត្រាំគឺបានហើយដាក់ខ្ទឹមស្នឹងខ្ញីឆាក្នុងឆ្នាំងឲ្យឈ្ងុយរួចដាក់សារាយសមុទ្រចូលឆាឲ្យជះក្លិនឈ្ងុយរបស់វាបន្ទាប់មកចាក់ទឹកស្អាតក្នុងបរិមាណសមល្មមពេលទឹកពុះប្រើដៃដែលស្អាតច្របាច់មូលជាដុំប្រហិតសាច់ដាក់ចូលស្ងោររហូតដល់ប្រហិតអណ្តែតឡើងរួចថែមអំបិលនិងគ្រាប់ក៏ដើម្បីដកជាតិរួចរោយស្លឹកខ្ទឹមជាការស្រេចស៊ុបដំឡូងសានយើប្រហិតសាច់ដែលធ្វើតាមវិធីនេះគឺមានរសជាតិស្រស់ឆ្ងាញ់និងពេញដោយជីវជាតិអ្នកក៏ប្រញាប់ធ្វើឲ្យកូនញ៉ាំទៅមុខទី5ពីរដូវផ្ការីកជារដូវកាលដែលក្មេងកំពុងលូតលាស់រាងកាយអ្នកម្ដាយដែលឧស្សាហ៍ព្យាយាមទាំងឡាយត្រូវតែធ្វើស៊ុបនេះឲ្យកូនញ៉ាំឲ្យបានញឹកញាប់វាអាចជួយទាំងកម្ពស់និងបំពេញជាតិកាល់ស្យូមនៅក្នុងឆ្នាំងថែមគ្រាប់សណ្តែកដី18គ្រាប់walnut ដែលបកសំបករួចឆ្អឹងជំនីជ្រូកដែលស្រុះទឹករួចនិងបន្ទះខ្ញីស្រស់ចាក់ទឹកស្អាតចូលរួចគ្រប់ឆ្នាំងរំងាស់40នាទីបន្ទាប់មកចាក់ការ៉ុតនិងដំឡូងសានយកចូលរំងាស់10នាទីទៀតថែមអំបិលនិងប៊ីចេងដើម្បីដករសជាតិចុងក្រោយរោយស្លឹកខ្ទឹមជាការស្រេចជីវជាតិពិតជាសម្បូរបែបក្មេងចូលចិត្តខ្លាំងណាស់មុខទី8ថ្ងៃក្រោយបើញ៉ាំបាយមិនដឹងរសជាតិមិនឃ្លានបាយអ្នកអាចធ្វើស៊ុបសាច់គោប៉េងប៉ោះនេះបានសាច់គោមានភាពទន់ល្មើយហើយទឹកស៊ុបមានរសជាតិជូរអែមបើពោះវៀនជាដំបូងសាច់គោដែលហាន់រួចត្រូវថែមទឹកខ្ញីនិងស្លឹកខ្ទឹមទឹកស៊ីអ៊ីវប្រេងខ្យងអំបិលម្រេចម៉ដ្ឋនិងម្សៅដំឡូងជ្វាក្រហម1ស្លាបព្រារួចប្រើដៃរបស់ខ្ញុំច្របល់ឲ្យសព្វរួចផ្អាប់ទុក10នាទីដាក់ប្រេងឲ្យក្តៅរួចដាក់ខ្ទឹមចិញ្ច្រាំនិងខ្ទឹមបារាំងឆាឲ្យឈ្ងុយរួចចាក់ប៉េងប៉ោះដែលបកសំបករួចចូលខ្ញុំតែងតែចែករំលែកមុខម្ហូបឆ្ងាញ់ប្រចាំគ្រួសារនារាល់ថ្ងៃសូមអ្នករាល់គ្នាចុច follow ម្នាក់មួយផងថ្ងៃក្រោយចង់ញ៉ាំតែធ្វើមិនកើតនៅតែអាចស្វែងរកខ្ញុំឃើញបន្ទាប់មកចាក់ទឹកស្អាតក្នុងបរិមាណសមល្មមពេលពុះហើយស្រង់កាក់ចេញរួចដាក់បន្ទះសាច់គោចូលស្ងោរឲ្យឆ្អិនស្ងោររហូតដល់វាអណ្តែតឡើងរួចរោយជីរវ៉ាន់ស៊ុយបន្តិចគឺអាចដួសដាក់ចានបានហើយស៊ុបសាច់គោប៉េងប៉ោះដែលធ្វើតាមវិធីនេះគឺឆ្ងាញ់ខ្លាំងណាស់អ្នកក៏ប្រញាប់ស៊ើបទុករួចធ្វើវាលាងទៅ